នេះគឺជាសកម្មភាពពេលយប់ជាប្រចាំរបស់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដោយអនុវត្តតាមបទបញ្ជាចាក់មឹងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រីមេងស្រុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកាលពីជប់ថ្ងៃទី4ខែតុលាឆ្នាំ2025កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទងបានធ្វើការចុះល្បាតការពារបង្ការទប់ស្កាត់បង្ក្រាបរាល់បទល្មើសនានាក្មេងទំនើងករណីគ្រឿងញៀនចោរកម្មឧបទ្ទវហេតុផ្សេងៗនិងសង្គ្រោះបន្ទាន់ដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រក្រុងស្រុកដើម្បីការពារសន្តិសុខសុវត្ថិភាពនិងរក្សាសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។